បាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូមួយនេះខ្ញុំនឹងចែករំលែកអំពី technique ពិសេសមួយគឺរបៀបនៃការ promote page ដោយមិនអស់លុយគឺឲ្យ Facebook គឺ promote ឲ្យយើង auto តែម្ដងអញ្ចឹងដូចខ្ញុំបង្ហាញបងប្អូននៅក្បាលវីដេអូអញ្ចឹងតាមតាក់ទងអំពីការ promote page ដោយមិនអស់លុយថាតើយើង promote របៀបម៉េចបាទអញ្ចឹងខ្ញុំចូលទៅ account Facebook របស់យើងរបស់ខ្ញុំអញ្ចឹងបងប្អូនធ្លាប់ឃើញ account នេះខ្ញុំតែងតែយកមកធ្វើការបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាតាក់ទងអំពី technique ផ្សេងៗហើយធ្វើការឧទាហរណ៍ទៅដល់បងប្អូនអញ្ចឹងណាបាទអញ្ចឹងដើម្បី promote page ដោយមិនអស់លុយហើយឲ្យ Facebook គឺ promote ឲ្យយើង auto នោះគឺទីមួយយើងត្រូវបំពេញនៅ7ចំណុចហើយ7ចំណុចមានអីខ្លះខ្ញុំនឹងបង្ហាញបងប្អូនបន្តតោះឥឡូវអញ្ចឹង account Facebook របស់ខ្ញុំនេះគឺមាន page ជាច្រើនដែលនៅក្នុងហ្នឹងហើយ page ខ្លះទៅគឺនិយាយទៅ page ទាំងអស់នេះគឺខ្ញុំអត់សូវធ្វើការផុសទេគឺខានផុសយូរហើយបាទរយៈពេលយូរដែរចូលចិត្ត1ឆ្នាំ2ឆ្នាំហើយអញ្ចឹងអាចថាប្រភេទ page យើងសិនហើយបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ធ្វើការ promote page មួយនេះឬក៏ page មួយនេះអញ្ចឹងទៅឥឡូវឧទាហរណ៍ថាខ្ញុំចង់ promote page មួយនេះអញ្ចឹងតើតើជាមួយ page របស់ខ្ញុំនេះគឺបងប្អូនអាចមើលជាក់ស្ដែងបានគឺវាខ្ញុំខានផុសតាំងពីថ្ងៃ12ខែ5 2023ម្ល៉េះអញ្ចឹងខ្ញុំខានផុសមករយៈពេលច្រើនឆ្នាំដែរចូលជិត2ឆ្នាំណាអាចថា2ឆ្នាំចុះអញ្ចឹងខ្ញុំនឹងយក page នេះយកមកធ្វើការ promote ហើយដើម្បី promote បានដូចខ្ញុំនិយាយខាងលើគឺត្រូវបំពេញ7ចំណុចហ្នឹងមានអីខ្លះតោះនិយាយហើយនិយាយទៀតបងប្អូនបើក page របស់យើងមកបងប្អូនចុចកន្លែង switch នេះហើយដើម្បីចូលទៅក្នុង page របស់យើងមិនយើងឆ្លងទៅលើ account តែឥឡូវអត់ទេយើងឆ្លងទៅលើ page តែម្ដងយកឆ្លងទៅលើ account ទេបន្ទាប់ពីបងប្អូនចូលក្នុងនេះហើយបងប្អូនទាំងអស់គ្នាចុចត្រង់កន្លែង Meta Business Suite បាទទៅពេលដែលបងប្អូនចុចត្រង់កន្លែង Meta Business Suite ហើយសួរថាបងប្អូនត្រូវទៅកន្លែងណាទៀតអញ្ចឹងបងប្អូនទាំងគ្នាអាចសង្កេតមើលត្រង់ចំណុចនេះបងប្អូនមើលមានឃើញអ្វីប្លែកទេពីមុន Facebook តាំងពីវា update ក្រោយមកគឺ Facebook បានធ្វើការកែតម្រូវជាច្រើនវាបានធ្វើការដាក់នៅ AI បន្ថែមមួយចំនួន AI តាក់ទងជាមួយនឹងការ support ទៅលើការ boost AI តាក់ទងជាមួយការ support ទៅលើការ check ទៅលើ content របស់យើង AI តាក់ទងជាមួយនឹងការកំណត់អតិថិជនគោលដៅ AI តាក់ទងជាមួយនឹងការកំណត់និងការបែងចែកសាច់ប្រាក់របស់យើងថាតើរបៀបម៉េចអីគឺ Facebook គឺ update ច្រើននៅរយៈពេលនេះអញ្ចឹងណាអញ្ចឹងAI នឹងហើយបានធ្វើឲ្យ Facebook បានកំណត់នៅ target ឬក៏ plan មួយឲ្យបងប្អូនទាំងអស់គ្នាធ្វើការ complete វាកាលណាបងប្អូន complete វាបានពេញ 100% គឺមានន័យថា page របស់បងប្អូនគឺជា page ដែលជាប់លំដាប់ថ្នាក់គេអាចហៅម្យ៉ាងទៀតថាជាប្រភេទ page មួយដែល Facebook គឺ suggest ឲ្យតែម្ដង auto តែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាមើលនៅក្នុងនេះណាអញ្ចឹងបងប្អូនមើលក្នុង weekly នេះពីមុនបងប្អូនអត់ដែរឃើញទេតែឥឡូវបងប្អូនឃើញហើយ weekly ហ្នឹងណាបាទអញ្ចឹងបងប្អូនចូលត្រង់កន្លែងដំបូងបងប្អូនចូល page ចូល home ហើយបងប្អូនអស់មើលកន្លែង weekly បើអត់ឃើញកន្លែងហ្នឹងទេបងប្អូនចុចទៅណាចុចកន្លែង planner នេះមកបើអត់ចុចទេជាតែប៉ុន្តែវាជាទូទៅវាលោតនៅក្នុងហ្នឹងតែម្ដងអានេះ to do list របស់វាណាអញ្ចឹងយើងអត់ចាំបាច់នេះទេមើលកន្លែង to do list ហ្នឹងមកបងប្អូនមើលត្រង់កន្លែង weekly plan នេះអញ្ចឹង Facebook វាមាន plan ឲ្យយើងក្នុងមួយខែមួយអាទិត្យតែយើងត្រូវបំពេញចំណុចអីខ្លះឲ្យ Facebook ដើម្បីឲ្យ Facebook ហ្នឹងធ្វើការ promote page របស់យើងបន្តទៅទៀតដើម្បីឲ្យវាចូលត្រូវទៅតាម system របស់វាត្រូវទៅតាម AI ថ្មីរបស់វាដែលវាកំណត់អញ្ចឹងណាបាទអញ្ចឹងមើលក្នុងនេះទាំងអស់វាមាន6ចំណុចឥឡូវយើងមើលចុចមើលទាំងអស់មកអញ្ចឹងបងប្អូនទាំងអស់គ្នាមើលនេះក្នុងនេះមាន6ចំណុចតាមពិតទៅតាក់ទងជាមួយចំណុចមួយនេះគឺมันអាស្រ័យទៅលើ page វាអាស្រ័យទៅលើ page សំទោសវាមិនមែនថាគ្រប់ page ទាំងអស់គឺត្រូវតែ6ចំណុច7ចំណុចគឺអត់ទេវាអាស្រ័យទៅលើ page មួយដែរដោយ page របស់ខ្ញុំនេះដែលខ្ញុំខានផុសជាយូរមកហើយហ្នឹងគឺ AI បានកំណត់ឬក៏ system របស់ Facebook បានកំណត់ task របស់ខ្ញុំត្រូវធ្វើម៉េចឲ្យ complete ឲ្យបាន6 task នេះកាលណាយើង complete បាន6ហ្នឹងគឺមានន័យថា Facebook វា note ឬក៏វាឲ្យ credit យើង1 2 3ឬក៏ផ្កាយ1ផ្កាយ2ផ្កាយ3អញ្ចឹងទៅកាលណាវាឲ្យយើងទៅយើងធ្វើបំពេញហ្នឹងនេះហើយអ្វីដែលត្រូវបំពេញគឺទី1អត់ពិបាកទេបងប្អូនគឺទី1នេះ publish one ad មួយមកអញ្ចឹងបងប្អូនផុសមួយមកឲ្យបងប្អូន boom បន្តមកទៀត publish one post អីចឹងមកអញ្ចឹងអានេះសិតជាអ្វីដែលបងប្អូនត្រូវតែធ្វើត្រូវតែបំពេញដើម្បីតម្រូវទៅតាម system របស់ Facebook ដើម្បីតម្រូវទៅតាម program របស់ Facebook ទៅដើម្បីឲ្យវាធ្វើការរុញ page របស់យើងឡើងកាន់តែច្រើនកាន់តែ suggest គ្រប់នៅអតិថិជនគោលដៅផ្សេងៗបាទអញ្ចឹងនេះដោយ page របស់ខ្ញុំនេះគឺអានេះអត់ពិបាកទេស្រួលទេនេះពីនេះខ្ញុំបានបំពេញហើយអញ្ចឹងអានេះខ្ញុំបាន complete ហើយនៅឡើយតែប្រហែលចំណុចនេះដែលខ្ញុំអត់ទាន់បានបំពេញអញ្ចឹង4ចំណុចនេះគឺខ្ញុំអត់ទាន់បានបំពេញទេអញ្ចឹងយើងត្រូវបំពេញគ្រប់រៀងរាល់សប្តាហ៍ទាំងអស់នៅពេលដែលបងប្អូនបានបំពេញហើយបងប្អូននឹងឃើញនៅអ្វីដែលបងប្អូនឃើញនេះតែ archive នេះបងប្អូនអាចមើលកន្លែងនេះទៅមើលកន្លែងនឹងបញ្ជាក់បន្ថែមជាក់ស្ដែងហើយនេះអានេះនិយាយទៅវាគិតក្នុងមួយសប្តាហ៍ហ្មងចឹងអត់ប្រហែលចឹងមួយខែកាលណាបងប្អូន complete គ្រប់ test របស់វាហ្នឹងក្នុងមួយខែpage របស់បងប្អូននឹង suggest auto reach auto តែម្ដងបាទអញ្ចឹងនេះដោយបងប្អូនមើលនេះអានេះខ្ញុំអត់បានបំពេញទេព្រោះដោយសារ page ហ្នឹងនិយាយស្មោះត្រង់គឺខ្ញុំទៅតែបើកថ្ងៃហ្នឹងទេដោយសារធ្វើវីដេអូបង្ហាញបងប្អូនពីមុនមកខ្ញុំអត់ដែរបើកដោយសារ account នេះគឺខ្ញុំអត់សូវប្រើវាដែរ
បាទអញ្ចឹងអ្នកឃើញទេអញ្ចឹងសិនអានេះអ្វីដែលខ្ញុំត្រូវបំពេញប៉ុន្តែខ្ញុំអត់បានបំពេញទេអញ្ចឹង page ហ្នឹងគឺសង្កត់ថា search អត់ចង់ឃើញផងហើយមិនថាឡើយ Facebook គឺ suggest ឲ្យឬក៏ promote ឲ្យគឺអត់ទេប៉ុន្តែសម្រាប់ page របស់បងប្អូនដែលជាប្រភេទ page Rosy page ជីវកម្ម page ផ្លូវការអីផ្សេងៗបងប្អូនត្រូវ complete នៅប្រហែលចំណុចនេះ6ចំណុចនេះបាទអានេះ page មួយណាអញ្ចឹងសម្រាប់ page ផ្សេងទៀតឧទាហរណ៍នេះអានេះ page ក្រុមហ៊ុនរបស់ខ្ញុំនេះអ្វីដែលខ្ញុំត្រូវបំពេញណាបងប្អូនតាក់ទងមួយ story មានមួយអញ្ចឹងទៅហើយផុសមួយសប្តាហ៍គឺ12ផុសអញ្ចឹងត្រូវធ្វើម៉េចមួយសប្តាហ៍ខ្ញុំត្រូវតែផុសនៅក្នុង page មួយហ្នឹងគឺ12ផុសក្នុងមួយសប្តាហ៍ហើយបន្តមកទៀត page របស់យើងគឺត្រូវមាន reach 20000វា reach 28k ចន្លោះពី 28k ទៅ 153k អញ្ចឹងខ្ញុំត្រូវ complete នៅ target ហ្នឹងឲ្យបាននៅ test ហ្នឹងឲ្យបានហើយមួយទៀតនេះត្រូវតម្លាក់នៅត្រូវផុសនៅក្នុង IG ត្រូវ post story ត្រូវ create add account នេះអញ្ចឹងទៅឬក៏ត្រូវធ្វើអីផ្សេងបន្តហោហាទៀតកន្លែងហ្នឹងណាបាទអញ្ចឹងអានេះជាការងារដែល Facebook ដាក់ឲ្យយើងធ្វើក្នុងមួយសប្តាហ៍បើសិនជាយើងអត់ឈៀវវារាល់សប្តាហ៍រាល់ខែរាល់ថ្ងៃយើងអត់ឈៀវទាំងអស់អញ្ចឹង page របស់បងប្អូនសង្កត់ថាมันបាច់ប៊ូទេគឺវារត់ឡើងអូតូតែម្ដងដោយសារអីនេះជាអ្វីដែលយើងដាក់ឲ្យ Facebook នៅពេលដែលយើងបំពេញទៅគឺគ្រប់ចំនួនរបស់វានឹងវិញអូតូហើយកន្លែងនេះគឺអត់ពិបាកទេត្រង់ចំណុចនេះហើយដែលខ្ញុំបង្ហាញបងប្អូនថា boost page អត់ចាំបាច់ប្រើលុយទេគឺឲ្យ Facebook boost ឲ្យយើងតែម្ដងហើយមាន7ចំណុចសម្រាប់ page របស់ខ្ញុំហើយ page បងប្អូនអាចនឹងមានចំណុចតិចជាងខ្ញុំឬក៏វាអាចនឹងច្រើនជាងខ្ញុំតែសម្រាប់ page ដែលខ្ញុំយកមកឧទាហរណ៍ឲ្យបងប្អូននេះគឺអត់មានច្រើនទេមើលបងប្អូនមើលអត់មានកំណត់ចំនួន reach អីទេប៉ុន្តែប្រភេទនេះដែលខ្ញុំកំពុងតែធ្វើការ boost រាល់ថ្ងៃនេះមានកំណត់ចំនួន reach អីច្រើនដែរអញ្ចឹងយើងធ្វើការបំពេញវាទៅបំពេញហើយគឺអូខេ page របស់យើងរលូនដើរ smooth ដើរ boost ទៅចង់ឲ្យជនគោលដៅតែម្ដងខ្ញុំព្យាយាមធ្វើវីដេអូបន្ថែមតែទៅពីកលឹះថ្មីការ update ផ្សេងៗតែទៅជាមួយនឹង Facebook ជូនបងប្អូនទាំងគ្នាកុំភ្លេចបងប្អូនមើលហើយជួយ like ជួយ share អ្នកមួយផងមិនថា channel YouTube មិនថា Facebook page ហើយបើសិនជាតនេអាចចូលមើលអាច join ជាមួយនឹង group Telegram របស់ខ្ញុំម្នាក់មួយទៅដើម្បីដឹងអំពីព័ត៌មាន update ផ្សេងៗតាក់ទងអំពី Facebook ហើយបើសិនជាបងប្អូនមានចម្ងល់អ្វីមួយឬក៏បងប្អូនធ្វើកន្លែងណាមិនបានបងប្អូនអាចឆាតមកខ្ញុំមកឬក៏ comment នៅក្នុង Telegram មក comment នៅក្នុង channel នឹងក៏បានដែរខ្ញុំនឹងបកស្រាយបន្ថែមពេលខ្លះអាចថាខ្ញុំធ្វើទៅវាអត់សូវច្បាស់ឲ្យបងប្អូនអរគ្នាអញ្ចឹងវាពិបាកដែរអញ្ចឹងណាបាទអូខេអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះសង្ឃឹមថាបងប្អូនអរគ្នានឹងទទួលបានជោគជ័យដូចខ្ញុំដែរបាទសូមអរគុណសូមជម្រាបលា